ឲ្យតបទេមកវាយចាញ់ខ្មែរបរទេសដកទៅដល់ពេលខ្មែរវាយចាញ់បរទេសចាប់ដើមវាយមហាកីឡាករខ្មែរបាក់ទឹកចិត្តបាទទៅយូរទៅយើងបាត់ធនធានទៅបាត់កីឡាករយើងអស់លីងមកមានកីឡាករដែរថាវាយមិនដែរចាស់ពួកខ្ញុំຕົករស៊ីទៅដល់ធ្លាយព័ត៌មានចេញទៅមែនតើទៅកីឡាករដែលទាំង4នាក់នេះដែលfan អ្នកគ្រប់គ្រងយើងនិយមហៅថាកីឡាករកម្រិតលំដាប់ដកតឡូននេះដកតឡូនមែនតើបាទឆ្លៀតមុនខ្ញុំបង្ហាញខ្ញុំសូមបើកមុខចោលទីសូមឲ្យបងប្អូនអ្នកគ្រប់គ្រងគុណខ្មែរគាត់បើកចិត្តទៅនិយាយកុំឲ្យមានអារម្មណ៍មួយទៅឲ្យតបទេសមកវាយចាញ់ខ្មែរបរទេសដកទៅដល់ពេលខ្មែរវាយចាញ់បរទេសចាប់ដើមវាយមហាកីឡាករខ្មែរបាក់ទឹកចិត្តបាទទៅយូរទៅយើងបាត់ធនធានទៅបាត់កីឡាករយើងអស់លីងមកមានកីឡាករដែរថាវាយមិនដែរចាញ់បាទទីហោមួយដូចស្ទយ៉ាងវាយជាមួយនឹងប៊ូខើនៅ K1 ចឹងឪយ៉ាងហ្វុងលំដាប់លេខ1ចិនជួបលំដាប់លេខ1ថៃឪយ៉ាងហ្វុងឈឺអត់បានចូលប្រកួតទេបាទអញ្ចឹងអ្នករៀបចំអត់ដឹងយកណាទេយកកីឡាករដែលអត់មានឈ្មោះអីបន្តិចស្ទយ៉ាងហ្នឹងមកបើជា fan យើងវាយបាំងមកវាយកីឡាករដកតឡូងយកមកថា2 3ជើងប៊ូខៅស្លាប់មានស្លាប់ណាវាយប៊ូខៅរាប់ទៀតបាទវាយឈ្នះប៊ូខៅជុំទី1ព្រោះវាយ 8 man មួយថ្ងៃវាយ3ប្រកួតវាយឈ្នះប៊ូខៅជុំទី1ហើយបន្តឈ្នះជុំទី2បន្តឈ្នះជុំទី3យកខ្សែបាត់ K1 ឥឡូវចាប់កុំតា K1 ហើយមែនតើ8 man 8នាក់នោះស្ទយ៉ាងមានឈ្មោះនៅក្នុងលីគៀននឹងកីឡាករនោះណាណីចាប់ដាក់ឲ្យទៅមួយបាទហើយសុថាការសម្រាប់សម្រាប់រឿងកីឡាករមកប្រទេសណាសម្រាប់ខ្ញុំមោទនភាពដែលខ្ញុំមានបងប្អូនខ្ញុំដូចកើតចឹងជាប្រធានស្ថាប័ន IPCC ចង់យកប្រទេសណាក៏បានដែរហើយឥឡូវនេះយើងកំពុងបញ្ជ្រាបគុណខ្មែរយើងទៅតាម